តទៅបដូរប្រសក់ជាមួយខ្ញុំទាំងអស់គ្នាប្លុកនេះយើងវែងតិចហើយប៉ុន្តែក៏អាច recommend កន្លែងល្អសម្រាប់អ្នកទាំងអស់គ្នាបានដឹងដែរកន្លែងដែលខ្ញុំមកនេះគឺមានឈ្មោះថា Nick Beauty Salon គ្រាន់តែដើរចូលមកក្នុងហាងនេះតែមានអារម្មណ៍ថា clean ហើយ fresh ហ្មងសំខាន់ណាស់នៅពេលដែលយើងកំពុងរងចាំគឺមាន welcoming ពីពួកគាត់ទៀតដែលដើរចាំយូរឯម្ចាស់ហាងគឺគាត់បានមើលសក់ខ្ញុំផ្ទាល់ដែលសក់ខ្ញុំគឺវាស្ងួតបែកចង់ហើយពណ៌អត់ស្មើគ្នាទៀតសំខាន់ណាស់ជាងគឺគាត់មានបច្ចេកទេសខ្លាំងមែនតើគ្រាន់តែគាត់និយាយមកក៏ខ្ញុំមានអារម្មណ៍ថា wow ដែរគាត់បានណែនាំនិងបញ្យល់ពីវិធីថែទាំសក់ខ្ញុំឲ្យបានល្អចឹងសំខាន់ណាស់ផលិតផលដែលគាត់ណែនាំខ្ញុំគឺសុទ្ធសឹងតែល្អហើយគ្រាន់តែខ្ញុំស្ដាប់គាត់និយាយមានអារម្មណ៍ថាពីមួយ step ទៅមួយ step គឺត្រូវតែមានការថែទាំសក់យើងឲ្យបានល្អហ្មងតោះកុំឲ្យនិយាយយូរពេកអ្នកមើលធុញចឹងចាំដឹងថាថ្ងៃនេះខ្ញុំលាបពណ៌សក់អីគេអត់តោះទៅមើលទាំងអស់គ្នាហើយបើស្វីនេះគឺខ្ញុំឲ្យ10លើ10ហ្មងពួកគាត់មានការថែទាំយើងបានល្អខ្លាំងមែនតើសម្រាប់សក់ខ្ញុំមួយចឹងណាគឺពួកគាត់នាំគ្នាមកជួយកាន់មកជួយធ្វើជួយផ្លុំគឺមួយសិតហើយអ្នកទាំងអស់គ្នាដឹងមិនគាត់គ្រាន់តែខ្ញុំអង្គុយលើកៅអីហ្នឹងឯណាខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ងក់ប្រហែលដងហើយដោយសារតែពួកគាត់គឺអត់ធ្វើយើងឈឺកន្លែងណាឯងសូម្បីតែសក់យើងចឹងគឺគាត់កាន់យើងដោយទន់ស្រួលហើយពីមួយ step ទៅមួយ step គឺគាត់មានការផ្ចិតផ្ចង់មានការម៉ត់ចត់ជាមួយនឹងការលាបពណ៌ការកក់សក់ឲ្យយើងពីមួយ step ទៅមួយ step គឺខ្ញុំឲ្យលេខ1អញ្ចឹងក៏មិនចាំយូរខ្ញុំនៅ recap ខ្លីៗឲ្យអ្នកទាំងអស់គ្នាមើលពីសកម្មភាពមួយ ថាអ្នកទាំងអស់គ្នាយល់មិនដឹងស្មានថាខ្ញុំទទួលបានពណ៌ដែលខ្ញុំស្រឡាញ់ទេខ្ញុំដឹងថាពណ៌នេះគេហៅគេតែដឹងតែពណ៌រៀងថ្នោតបែកសូកូឡាទឹកក្រូចតិចហើយក្រហមតិចទៅគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាតើឥឡូវមាន promotion ជុំបិណ្ឌណា 20 ទៅ 30% ទៅលើសេវាកម្មកាត់សក់អ៊ុតសក់ឬមកកាប់ដូរពណ៌សក់ហើយចំពោះទីតាំងរបស់គាត់គឺនៅជិត Aeon 2ដែលខ្ញុំនឹងដាក់ Google Map នៅខាងលើនឹងចឹងអ្នកទាំងអស់គ្នាអាច search ខមមើលបានហើយបើចង់ដឹងពីព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ page របស់គាត់ផ្ទាល់ក៏បានដែរបាយបាយ